នៅព្រឹកថ្ងៃពុធទី20ខែឧសភាឆ្នាំ2026នេះលោកកឹមសុខាប្រធានអតីតគណៈបកសង្គ្រោះជាតិត្រូវបានព្រះរាជអាជ្ញាអនុញ្ញាតឲ្យទៅជួបសួរសុខទុក្ខអ្នកម្ដាយរបស់លោកដែលកំពុងមានវ័យចាស់ជរាការអនុញ្ញាតនេះគឺបន្ទាប់ពីលោកកឹមសុខាបានសរសេរលិខិតស្នើសុំទៅកាន់ព្រះរាជអាជ្ញាសាលាដំបងក្រុងភ្នំពេញឲ្យលោកទៅជួបសួរសុខទុក្ខអ្នកម្ដាយដែលកំពុងដេកសម្រាកស្ដាប់ព្រះធម៌ក្រោមសម្លេងដង្ហោយថាចាំកូនសិនណាម៉ែលោកកឹមសុខាប្រធានអតីតគណៈបកសង្គ្រោះជាតិត្រូវព្រះរាជអាជ្ញាសាលាដំបងក្រុងភ្នំពេញអនុញ្ញាតឲ្យទៅជួបសួរសុខទុក្ខអ្នកម្ដាយរបស់លោកដោយផ្ទាល់ក្នុងរយៈពេលជាង1ម៉ោងលោកផែងហេងមេធាវីរបស់លោកកឹមសុខាបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFE នៅថ្ងៃទី20ខែឧសភានេះថាព្រះរាជអាជ្ញាសាលាដំបងក្រុងភ្នំពេញបានអនុញ្ញាតឲ្យលោកកឹមសុខាទៅជួបអ្នកម្ដាយដែលមានវ័យ101ឆ្នាំក្នុងរយៈពេលជាង1ម៉ោងដោយមានកងកម្លាំងសមត្ថកិច្ចអមដំណើរនិងឃ្លាំមើលបើតាមលោកផែងហេងការអនុញ្ញាតឲ្យលោកកឹមសុខាទៅជួបអ្នកម្ដាយនៅពេលនេះគឺគ្មានភ្ជាប់លក្ខខណ្ឌអ្វីពីព្រះរាជអាជ្ញាឡើយដោយគ្រាន់តែកងកម្លាំងប៉ូលីសមិនអនុញ្ញាតឲ្យលោកកឹមសុខាផ្ដល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាននៅអំឡុងពេលជួបអ្នកម្ដាយដោយផ្ទាល់លោកកឹមសុខាបានព្យាយាមរៀបរាប់ប្រាប់អ្នកម្ដាយរបស់លោកអំពីព្រះធម៌និងការសាងអំពើល្អរបស់លោកកន្លងមកនេះបើតាមលោកផែងហេងដោយបញ្ជាក់ទៀតថាលោកកឹមសុខាបានប្រាប់អ្នកម្ដាយរបស់លោកថាលោកពុំដែលចងគំនុំឬគុំគួននឹងអ្វីដែលរដ្ឋាភិបាលបានសម្រេចកាត់ទោសឲ្យលោកជាប់ឃុំក្នុងផ្ទះដោយពេលបច្ចុប្បន្ននេះឡើយគួររំលឹកថាលោកកឹមសុខាធ្លាប់ត្រូវបានតុលាការអនុញ្ញាតឲ្យលោកចូលរួមគោរពវិញ្ញាណក្ខន្ធរបស់កងទ័ពកម្ពុជាដែលបានពលីជីវិតនៅក្នុងសមរភូមិតាមព្រំដែនកម្ពុជាថៃកាលពីអំឡុងខែកក្កដាឆ្នាំ2025នៅគ្រានោះលោកបានទៅដល់ផ្ទាល់រោងបុណ្យសពទាហានកម្ពុជាដែលបានពលីក្នុងសមរភូមិប្រយុទ្ធជាមួយថៃនៅក្នុងខេត្តកំពង់ចាមត្បូងឃ្មុំកណ្ដាលនិងខេត្តតាកែវនៅគ្រានោះដែរលោកកឹមសុខាបានអំពាវនាវឲ្យខ្មែរបន្តរួមសាមគ្គីគ្នាដើម្បីភាពរឹងមាំនិងរក្សាបាននូវបូរណភាពទឹកដីសម្រាប់កូនខ្មែរជំនាន់ក្រោយនៅទន្ទឹមនឹងការអនុញ្ញាតឲ្យលោកកឹមសុខាប្រធានអតីតគណៈបកសង្គ្រោះជាតិអាចបានជួបអ្នកម្ដាយដោយផ្ទាល់នៅពេលនេះសកម្មជនបរិស្ថានមួយរូបគឺលោកយឹមលៀងហ៊ីឯណោះវិញបែរជាមិនអាចជួបមុខអ្នកម្ដាយរបស់ខ្លួនជាលើកចុងក្រោយបានដោយសារតែជាប់ឃុំឃាំងក្នុងពន្ធនាគារយោងតាមសំណេរចុងក្រោយដែលក្រុមមេដាធម្មជាតិបានបង្ហោះតាមបណ្ដាញសង្គមកាលពីថ្ងៃទី14ឧសភាកន្លងទៅលោកយឹមលៀងហ៊ីបានសរសេររៀបរាប់ពីទុក្ខសោកនៅពេលដែលដឹងថាម្ដាយរបស់ខ្លួនកំពុងឈឺធ្ងន់យ៉ាងណាមិញលោកយឹមលៀងហ៊ីមិនត្រូវបានអនុញ្ញាតឲ្យជួបមុខអ្នកម្ដាយជាលើកចុងក្រោយឡើយរហូតដល់ម្ដាយរបស់លោកបានបាត់បង់ជីវិតនៅថ្ងៃទី16ឧសភាលោកខៀងសូណាឌីនអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារបានសរសេរតាមបណ្ដាញសង្គម Facebook ថាក្នុងច្បាប់និងនីតិវិធីពន្ធនាគារពុំមានចែងពីករណីដែលជនជាប់ឃុំអាចស្នើសុំមកពន្ធនាគារដើម្បីទៅចូលរួមបុណ្យសពសាច់ញាតិដែលបានទទួលមរណភាពនោះទេក្នុងន័យនេះពន្ធនាគារពុំមានសមត្ថកិច្ចសម្រេចលើករណីនេះឡើយតែផ្ទុយមកវិញសម័យជនជាប់ឃុំអាចស្នើសុំទៅស្ថាប័នអัยការហើយស្ថាប័នអัยការនឹងពិនិត្យសម្រេចទៅតាមស្ថានភាពជាក់ស្ដែងនេះបើតាមអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ